វានៅពេលល្ងាចក្តៅមួយនៅរដូវក្តៅក្នុងទីក្រុងប៉ារីសអស់រយៈពេលជាច្រើនសប្តាហ៍រលកកម្ដៅដ៏ក្តៅខ្លាំងមិនធ្លាប់មានពីមុនមកនេះបានចម្អិនទីក្រុងនេះទាំងមូលធ្វើឲ្យផ្លូវថ្នល់នៅទទេហើយសារមន្ទីរឡូរីស្ងាត់ជាងពេលណាទាំងអស់គ្មានអ្នកណាម្នាក់ហ៊ានចេញទៅក្រៅទេប៉ុន្តែសម្រាប់បរិសម្នាក់វាដល់ពេលចេញប្រតិបត្តិការហើយពេញមួយយប់គាត់បានធ្វើការលួចដ៏អស្ចារ្យប្រចាំប្រវត្តិសាស្ត្រដែលបានលួចយករូបគំនូរម៉ូណាលីសាចេញពីសារមន្ទីរឡូរីនិងបាត់ខ្លួនទៅក្នុងទីក្រុងការនេះបានបង្កឲ្យមានការស៊ើបអង្កេតទូទាំងពិភពលោកហើយនាំទៅប៉ូលីសបារាំងចុះទៅក្នុងភាពរវល់រយៈពេល2ឆ្នាំនៃការស្វែងរកពេញប្រទេសនិងការចាប់ខ្លួនដ៏ល្បីៗមុនពេលសម្បត្តិអាថ៌កំបាំងមួយចុងក្រោយត្រូវបានបង្ហាញពីចៅពិតប្រាកដយើងនឹងបកស្រាយគំនូរជីវចលនេះដើម្បីបង្ហាញប្រិយមិត្តពីរបៀបដែលបុរសម្នាក់លួចម៉ូណាលីសារបៀបដែលគាត់ស្ទើរតែបានរួចខ្លួននិងផែនការស្មុគស្មាញពីក្រោយការលួចដែលត្រូវបានបង្ហាញថាជាចុងក្រោយរាប់ទសវត្សរ៍ក្រោយមកនៅពេលដែលព្រះអាទិត្យលិចនៅល្ងាចថ្ងៃអាទិត្យនោះភ្ញៀវទេសចរចុងក្រោយកំពុងតែចេញពីសារមន្ទីរឡូរីប៉ុន្តែមុនពេលវាបិទបុរសម្នាក់បានលួចចូលទៅក្នុងសារមន្ទីរស្លៀកពាក់ឯកសណ្ឋានផ្លូវការពណ៌សរបស់ឡូរីនិងលាក់ខ្លួនជាបុគ្គលិកគាត់បានរកផ្លូវទៅកាន់ទូតូចមួយយ៉ាងឆាប់រហ័សបានប្រជ្រៀតចូលទៅក្នុងនោះនិងរងចាំពេញមួយយប់ឡូរីត្រូវបានបិទនៅថ្ងៃបន្ទាប់ដូច្នេះមានតែបុគ្គលិកតិចតួចប៉ុណ្ណោះនឹងយាមល្បាតនៅសារមន្ទីរនៅម៉ោង 7:15 នាទីព្រឹកបន្ទាប់ចៅបានចេញមកក្នុងសារមន្ទីរឡូរីស្ទើរតែទទេដោយគ្មាននរណាម្នាក់នៅជិតទេគាត់ក៏បានឆាប់ទៅដល់សាលសាឡុនខារីហើយវានៅទីនោះឯងនៅពេលនោះម៉ូណាលីសាមិនទាន់មានបន្ទប់ផ្ទាល់ខ្លួនទេហើយវាក៏មិនសូវល្បីដូចសពថ្ងៃនេះដែរប៉ុន្តែចៅហៀបតែនឹងផ្លាស់ប្ដូរកេរ្តិ៍ឈ្មោះរបស់នាងទៅហើយដោយគ្មាននរណានៅជិតនោះគាត់ក៏បានទាញយករូបគំនូរចេញពីគន្លឹះលោហៈរបស់វានិងយកវាទៅកាន់ជណ្ដើរជិតនោះដោយប្រើទូនាវីសគាត់បានយកគំនូរចេញពីស៊ុមការពាររបស់វាមុនពេលគ្របវាដោយក្រណាត់សនិងនាំទៅកាន់ផ្លូវចេញដែលនៅជិតបំផុតប៉ុន្តែនៅពេលដែលគាត់លូកដៃទៅបើកទ្វារវាត្រូវបានចាក់សោនៅពេលនោះជាងបំពង់ទឹកដែលធ្វើការសម្រាប់ឡូរីបានលេចឡើងពីកន្លែងណាមួយគាត់សន្មតថាបុគ្គលនោះគឺជាបុគ្គលិករបស់ឡូរីដូច្នេះគាត់ក៏បានជួយបើកទ្វារហើយដូចនេះហើយចៅក៏បានរត់គេចខ្លួនទៅក្នុងទីក្រុងជាមួយម៉ូណាលីសានៅក្នុងដៃរបស់គាត់ការលួចទាំងមូលចប់ក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះប៉ុន្តែវានឹងត្រូវការពេល28ម៉ោងទៀតមុនពេលមាននរណាម្នាក់ដឹងថារូបគំនូរបានបាត់ពិតប្រាកដនៅសប្តាហ៍នោះជាងថតរូបបានចូលទៅក្នុងសារមន្ទីរនិងយករូបគំនូរដើម្បីថតជាផ្លូវការដូច្នេះចន្លោះទទេនៅលើជញ្ជាំងគឺជារឿងធម្មតាប៉ុណ្ណោះប៉ុន្តែនៅពេលដែលជាងថតរូបមកដល់នៅព្រឹកបន្ទាប់ដែលគ្មានម៉ូណាលីសាវាបានច្បាស់ថាមានអ្វីមួយមិនប្រក្រតីម៉ូណាលីសាបានបាត់ជាផ្លូវការប៉ូលីសត្រូវបានហៅហើយក្រុមអ្នកស៊ើបអង្កេតបានចុះទៅសារមន្ទីរប្រទេសបារាំងបានបិទព្រំដែនរបស់ខ្លួននៅពេលដែលឡូរីបានប្រកាសថាទ្រព្យសម្បត្តិដ៏មានតម្លៃមួយរបស់ខ្លួនបានបាត់ខ្លួនវាបានធ្វើឲ្យកក្រៅទូទាំងពិភពលោកហើយសំណួរគឺតើវាទៅណាអ្វីដែលប៉ូលីសបានរកឃើញគឺជាស៊ុំរូបភាពឈើនិងស្នាមម្រាមដៃមួយដែលបន្សល់ទុកដោយចៅដើម្បីចាប់ផ្ដើមការស៊ើបអង្កេតកាសែតក្នុងស្រុកបានចាប់ផ្ដើមផ្ដល់ជូនប្រាក់រង្វាន់$250,000សម្រាប់ព័ត៌មានណាមួយដែលនឹងនាំពួកគេទៅរករូបគំនូរការឆ្លើយតបគឺគួរឲ្យភ្ញាក់ផ្អើលមនុស្សរាប់ពាន់នាក់បានផ្ញើសម្បត្តិនិងបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលីសជាមួយព័ត៌មានគ្រប់ប្រភេទអំពីគំនូរម៉ូណាលីសានៅទូទាំងពិភពលោកសាក្សីពីរនាក់ផ្សេងគ្នាចាំបានថាបានឃើញបរិសម្នាក់ចាក់ចេញពីឡូរីជាមួយវត្ថុដ៏ធំមួយប៉ុន្តែការពិពណ៌នាអំពីបរិសនោះមានភាពខុសគ្នាទាំងស្រុងមនុស្សម្នាក់បានអះអាងថាម៉ូណាលីសានៅលើរថភ្លើងដឹកទំនិញទៅប្រទេសបែលហ្សិកហើយមនុស្សម្នាក់ទៀតបានអះអាងថាគំនូរនេះនៅលើនាវាដែលបានចេញដំណើរទៅអាមេរិករួចទៅហើយប៉ុន្តែប្រហែលជាជនសង្ស័យដ៏គួរឲ្យចាប់អារម្មណ៍បំផុតគឺសិល្បករល្បីឈ្មោះ Pablo Picasso លេខាធិការម្នាក់ដែលស្គាល់លោក Picasso បានសរសេរទៅប៉ូលីសនិងទទួលស្គាល់ថាគាត់បានលួចរូបសំណាក Iberian ជាច្រើនពីឡូរីគាត់បានអះអាងថាបានលក់រូបសំណាកនេះទៅឲ្យលោក Picasso ដែលបន្តប្រើវានៅក្នុងគំនូរមួយរបស់គាត់វាហាក់ដូចជាមិនទំនងទេប៉ុន្តែបន្ទាប់ពីពិនិត្យមើលលេខស៊េរីនៅលើរូបសំណាកឡូរីបានបញ្ជាក់ថាពួកវាពិតជាមកពីសារមន្ទីរខ្លួនមែនលោក Picasso ត្រូវបានចាប់ខ្លួននិងនាំទៅសួរចម្លើយក្នុងពេលជាមួយគ្នាប៉ូលីសបានងាកទៅរកជនសង្ស័យល្បីម្នាក់ទៀតគឺធនាគាររដ្ឋអាមេរិកនិងអ្នកប្រមូលទិញសិល្បៈគឺលោក JP Morgan នៅពេលនោះការក្លែងបន្លំសិល្បៈគឺជាអាជីវកម្មធំហើយរូបគំនូរជាញឹកញាប់ត្រូវបានក្លែងបន្លំនិងលក់ទៅឲ្យសិទ្ធិអាមេរិកដែលគេងាយបោកប្រាស់យោងទៅតាមការអះអាងលោក Morgan បានជួលឲ្យមានការលួចនេះហើយរូបគំនូរកំពុងតែនៅលើផ្លូវទៅកាន់គាត់ប៉ូលីសនៅអាមេរិកក៏បានបញ្ឈប់និងស្វែងរកនាវាមួយដែលចូលចតនៅញូវយ៉កប៉ុន្តែគ្មានម៉ូណាលីសានៅលើនាវានោះទេការវិភាគនោះបន្តចូលមកទូទាំងពិភពលោកប៉ុន្តែបន្ទាប់ពីស្វែងរកអស់រយៈពេល2ឆ្នាំទីតាំងរបស់ម៉ូណាលីសានៅតែជាអាថ៌កំបាំងទាំងស្រុងដោយដែលបានបង្ហាញ
Mona Lisa មិនបានទៅឆ្ងាយទាល់តែសោះហើយវាកំពុងតែស្ថិតនៅក្នុងផ្ទះមួយត្រឹមតែ3គីឡូម៉ែត្រពី Louvre តែប៉ុណ្ណោះនេះគឺជាផ្ទះរបស់លោក Vincenzo Peruggia ជនជាតិអ៊ីតាលីអាយុ29ឆ្នាំដែលធ្លាប់ធ្វើការនៅ Louvre ជាជាងជួសជុលគាត់បានដឹងពីចំណុចខ្សោយគ្រប់យ៉ាងរបស់ Louvre គាត់បានដឹងថាវាត្រូវបានបិទនៅថ្ងៃច័ន្ទគាត់បានដឹងអំពីជាងថតរូបហើយគាត់នេះហើយគឺជាអ្នកដែលបានធ្វើស៊ុំការពារ Mona Lisa ហើយគាត់បានដោះចេញយ៉ាងងាយស្រួលអំឡុងពេលលួចបន្ទាប់ពីចាក់ចេញពី Louvre គាត់បានលាក់គំនូរនៅក្នុងហឹបមួយដែលមានបាតคล้ายៗដែលគាត់បានធ្វើដោយខ្លួនឯងប៉ុន្តែតើគាត់ទទួលបានជោគជ័យរយៈពេលយូរនេះយ៉ាងដូចម្តេចទៅគួរឲ្យភ្ញាក់ផ្អើលលោក Peruggia ធ្លាប់មានប្រវត្តិឧក្រិដ្ឋកម្មរួចហើយស្នាមម្រាមដៃរបស់គាត់ក៏មាននៅក្នុងប្រព័ន្ធរួចហើយដែរប៉ុន្តែមានតែស្នាមម្រាមដៃខាងស្ដាំរបស់គាត់ប៉ុណ្ណោះដែលមាននៅក្នុងប្រព័ន្ធហើយស្នាមលើស៊ុមរូបនេះគឺជាស្នាមមេដៃខាងឆ្វេងដូច្នេះការផ្គូផ្គងគឺមិនត្រូវបានរកឃើញទេអំឡុងពេលស៊ើបអង្កេតប៉ូលីសបានទៅដល់ផ្ទះរបស់លោក Peruggia 2 ដងប៉ុន្តែមិនដែលរកឃើញអ្វីសោះពួកគេមិនបានដឹងថា Mona Lisa កំពុងលាក់ខ្លួននៅក្រោមច្រមុះរបស់ពួកគេឡើយ Peruggia បានធ្វើការលួចដ៏ល្បីល្បាញយ៉ាងសាមញ្ញហើយវាហាក់ដូចជាគាត់នឹងគេចរួចពីទោសប៉ុន្តែបន្ទាប់ពីលួចយករូបគំនូរនេះមកឃុំទុកអស់រយៈពេល2ឆ្នាំគាត់ចាប់ផ្ដើមអស់ការអត់ធ្មត់គាត់បានសរសេរសម្បត្តិអនាមិកមួយទៅអ្នកជំនាញសិល្បៈម្នាក់នៅទីក្រុង Florence ទីក្រុងដែលលោក Da Vinci បានគូសរូបដ៏អស្ចារ្យនេះនៅក្នុងសម្បត្តិគាត់បានអះអាងថាមាន Mona Lisa នៅក្នុងការកាន់កាប់របស់គាត់ហើយនិយាយថាគាត់ចង់ប្រគល់វាត្រឡប់ទៅផ្ទះវិញគាត់បានចុះហត្ថលេខាលើសម្បត្តិដោយប្រើឈ្មោះ Leonardo ហើយជិះរថភ្លើងបន្ទាប់ទៅ Florence អ្នកជំនួញសិល្បៈនិងសហការីរបស់គាត់ក៏យល់ព្រមជួបលោក Peruggia នៅក្នុងបន្ទប់សន្តាគាររបស់គាត់ដើម្បីផ្ទៀងផ្ទាត់គំនូរជាមួយនឹងទ្វារដែលបានចាក់សោលោក Peruggia បានបើកហឹបហើយដោយការភ្ញាក់ផ្អើលវាពិតជា Mona Lisa មែនដើម្បីផ្ទៀងផ្ទាត់គំនូរបន្ថែមទៀតអ្នកជំនួញសិល្បៈបានយកវាត្រឡប់ទៅស្ទូឌីយោរបស់ពួកគេដោយធានាអះអាងនឹងលោក Peruggia ថាគាត់នឹងត្រូវបានផ្ដល់រង្វាន់សម្រាប់ការយកវាត្រឡប់មកអ៊ីតាលីវិញប៉ុន្តែគ្រាន់តែ1ម៉ោងក្រោយមកប៉ូលីសបានមកដល់ទ្វាររបស់គាត់និងចាប់ខ្លួនគាត់លោក Peruggia បានជាប់ពន្ធនាគារត្រឹមតែ7ខែប៉ុណ្ណោះហើយបានស្លាប់ត្រឹមតែ10ឆ្នាំក្រោយមកទោះបីជាការស្វែងរក Mona Lisa បានបញ្ចប់ក៏ដោយការពិតពីអ្វីដែលពិតជាបានកើតឡើងហាក់ដូចជាបានលេចចូលទៅក្នុងភ្នូរដោយគ្មានអ្នកដឹងប៉ុន្តែនៅឆ្នាំ1932រឿងមួយត្រូវបានបោះពុម្ពផ្សាយដែលបានបង្ហាញពីផែនការស្មុគស្មាញជាងនេះនៅពីក្រោយការលួចអត្ថបទដែលសរសេរដោយលោក Carl Decker គាត់បានអះអាងថាស្គាល់បរិសុទ្ធដែលពិតជានៅពីក្រោយការលួចនេះគឺបរិសុទ្ធម្នាក់ឈ្មោះ Eduardo De Valfiano ជាអ្នកជំនួញនិងជាអ្នកជំនាញក្នុងការក្លែងបន្លំសិល្បៈគាត់បានគិតផែនការដ៏ធំមួយដើម្បីលក់មិនមែនតែមួយប៉ុន្តែជាច្បាប់ចម្លង Mona Lisa ល្អអស់ឥតខ្ចោះដូចបែបបិទចំនួន6ទៅសេដ្ឋីអាមេរិកចំនួន6នាក់ដែលគ្មានការសង្ស័យគាត់បានជួលវិចិត្រករបារាំងដល់ពូកែម្នាក់ឲ្យធ្វើច្បាប់ចម្លងហើយដឹកជញ្ជូនពួកវាទៅអាមេរិកនិងដាក់ពួកវានៅក្នុងឃ្លាំងដើម្បីឲ្យពួកគេជឿថាពួកគេពិតជាកំពុងទទួលបាន Mona Lisa ពិតប្រាកដមែននោះគំនូរពិតប្រាកដក្នុងសារមន្ទីរត្រូវតែបាត់ដូច្នេះគាត់បានជួលលោក Peruggia ឲ្យធ្វើការលួចនៅពេលដែលព័ត៌មានរីករាលដាលថា Mona Lisa បានបាត់ខ្លួនគំនូរត្រូវបានលក់ទៅឲ្យអ្នកទិញរបស់ពួកវាហើយអ្នកទាំង3ពាក់ព័ន្ធបានរត់គេចខ្លួនជាមួយនឹងប្រាក់ដែលមានតម្លៃស្មើនឹង$90 លាន